គ្រាន់តែឃើញគ្រឿងផ្សំប៉ុណ្ណឹងឯងអំពុំមិញបងប្អូនយើងច្រើនមែនតើប្រហែលជាដឹងហើយថាថ្ងៃនេះខ្ញុំមកធ្វើមុខម្ហូបអីសម្រាប់ថ្ងៃនេះដែរខ្ញុំមកធ្វើកាប់កូនត្រីនៅក្នុងផ្ទះតែម្ដងអត់មានដាក់ម៉ាស៊ីនអូវេនឬក៏អាំងលើជាទៀសភ្លើងអីទេខែតែលឹកចេកលើផ្ទះហ្នឹងបងប្អូនហើយយើងកាប់បានមួយស្រឡាញ់សំខាន់លឿនហើយចំណេញពេលវេលាបើសិនជាមានស្លឹកអំបិលខ្ចីបងប្អូនដាក់ឲ្យច្រើនរៀងជូរជូរកាន់តែឆ្ងាញ់ហ្មងនឹងឈ្ងុយគឺភ្លុកខ្ញុំអស់នេះគ្រាន់តែស្ដាប់តែសលេងក៏ដឹងថាជាតិប៉ុណ្ណាដែរចំពោះគ្រឿងផ្សំយើងវិញមានត្រីចវាលឹងអំពិលលឹកម្រះព្រៅជាមួយនឹងគ្រឿងបុកយើងនេះឯងចំពោះត្រីចវានេះខ្ញុំទិញមកគឺគេធ្វើស្អាតស្រាប់ហើយអញ្ចឹងយើងយកមកគ្រាន់តែលាងទឹកបន្ថែមទៅបានហើយកូនលខៃល្មៀតអណ្ដែងខ្ទឹមសអីហ្នឹងយើងយកវាទៅកិនឬក៏បុកឲ្យម៉ត់បន្ទាប់មកយើងយកមកដាក់លាយជាមួយនឹងត្រីដាក់ប្រហុកបន្តិចទៅគ្រឿងទេសយើងមានស្ករប៊ីចេងម្សៅស៊ុបអីហ្នឹងបងប្អូនបន្ថែមជាមួយនឹងទឹកត្រីបន្តិចដែរយើងកូរគ្រឿងទាំងអស់ឲ្យសព្វចូលគ្នាបន្តិចខ្ញុំបន្ថែមជាមួយស្លឹកអំពិលជាមួយនឹងលឹកម្រះព្រៅចូលហើយបន្ថែមជាមួយនឹងប្រេងឆាដែរជាពិសេសលក្ខខណ្ឌម្ទេសអីហ្នឹងយើងអាចដាក់លម្អបានសម្រាប់ប្រេងឆាវិញខ្ញុំដាក់ឲ្យត្រីភើយើងហ្នឹងឡើងទន់ចំពោះលក្ខខណ្ឌអីនេះឲ្យត្រីភើយើងកាន់តែឈ្ងុយបន្ទាប់ពីភ្លក់រសជាតិតាមដែលយើងចូលចិត្តហើយហ្នឹងចាប់ផ្ដើមយកត្រីភើយើងហ្នឹងមកដាក់លើស្លឹកចេកដើម្បីខ្ចប់បែបនេះតែម្ដងហើយរបៀបធ្វើនេះក៏មានច្រើនវិធីដែរបងប្អូនហើយអាចខ្ចប់តាមដែលយើងចូលចិត្តឬក៏ខ្ចប់បែបណាដែលវាងាយស្រួលអាចធ្វើតាមចំណូលចិត្តយើងបានបន្ទាប់ពីមូលខ្ចប់រួចរាល់ហ្នឹងខ្ញុំចាប់ផ្ដើមយកចង្វាចេកហ្នឹងមកចងវាទាំងសងខាងទាំង4ជ្រុងអីអញ្ចឹងទៅដូចក្នុងវីដេអូអញ្ចឹងណាបងប្អូនសម្រាប់អ៊ំពូមីងបងខ្លះទៀតពេលខ្ចប់ហើយអញ្ចឹងគាត់យកទៅអាំងក្នុងម៉ាស៊ីនអូវេនឬក៏អាំងលើចង្កៀងភ្លើងយើងធម្មតានឹងឯងប៉ុន្តែថ្ងៃនេះខ្ញុំយកវាមកដុតជាមួយនឹងខ្ទះយើងដាក់ស្លឹកចេកបន្ទាប់មកខ្ញុំរោយជាមួយនឹងអំបិលបន្តិចហើយយើងដាក់ត្រីដែលយើងខ្ចប់ហើយហ្នឹងចូលដុតវាតែម្ដងសម្រាប់ភ្លើងវិញខ្ញុំដាក់រៀងតិចល្មមប៉ុណ្្នឹងឯងខ្ញុំអត់បខំទេបន្ទាប់ពីយើងដុតបានប្រហែលជា10នាទីហើយហ្នឹងខ្ញុំចាប់ផ្ដើមប្រែវាឲ្យត្រឡប់ទៅមួយឈៀងទៀតចឹងបន្ទាប់ពីយើងប្រែហើយហ្នឹងយើងចាប់ផ្ដើមគ្របវាហើយដាក់ដុតបន្តទៀតចឹងទៅបន្ថែមជាមួយនឹងភ្លើងអស់1កន្ទុយ2កន្ទុយទៀតអញ្ចឹងទៅណាបន្ទាប់ពីដាក់ដុតមើលទៅរៀងភាយក្លិនឈ្ងុយហ្នឹងឯងចាប់ផ្ដើមបើកកមកមើលទៀតហើយបងប្អូនបើកមកគ្រាន់តែឃើញផ្សែងក៏ដឹងហើយណាប៉ុន្តែសង្កេតមើលផ្ទះយើងគឺអត់មានខ្លោចអីទេស្រួលខ្លាំងមែនតើហ្មងបន្ទាប់ពីលើកចេញមកហ្នឹងយើងចាប់ផ្ដើមបកស្លឹកចេកអីដែលយើងបានបត់ពី3ត្រឡប់មុនហ្នឹងអញ្ចឹងទៅបកមកនិយាយពីថាអើយភាយក្លិនឈ្ងុយខ្លាំងមែនតើក្លែកមកមើលកូនត្រីនេះវិញនិយាយពីថានៅទាំងមូលហ្មងអត់មានបែកសាច់ត្រីបែកអីទេហើយបងប្អូនដាក់ឲ្យច្រើនរៀងជូរជូរកាន់តែឆ្ងាញ់ហ្មងនឹងឈ្ងុយគ្រឿងភ្លុកខ្ញុំអស់នេះបន្លែខ្ញុំថ្ងៃនេះមានតែជាមួយទៅយងចេកនឹងឯងបងប្អូនអត់មានអីច្រើនទេតែដាក់យងចេកបេះពីដើមមកភ្លាមហ្មងស្រស់ដាក់ជាមួយម្ទេសហឹរបន្តិចកាន់តែឆ្ងាញ់ហ្មងទៅយងចេកដូចស្រួយសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អទៅណាណាសូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ